លោកនាងជាទីមេត្រីនយោបាយផ្ទៃក្នុងរបស់ប្រទេសថៃនៅតែអស្ថិរភាពបើទោះបីជានាយករដ្ឋមន្ត្រីថៃលោកស្រីផែថងថានបានចេញមុខសុំទោសជាសាធារណៈរហូតដល់2លើកចំពោះការបែកធ្លាយនៅសារសម្លេងជាមួយនឹងសម្ដេចតេជោហ៊ុនសែនជំវិញការបើកនិងបិទច្រកព្រំដែនតើមានព្រឹត្តិការណ៍អ្វីខ្លះកើតឡើងក្រោយការចេញសុំទោសជាសាធារណៈរបស់នាយករដ្ឋមន្ត្រីថៃចានៅក្នុងព្រឹត្តិការណ៍ព័ត៌មានអន្តរជាតិថ្ងៃនេះលោករ៉ាន់រើយអ្នកតាមដានព្រឹត្តិការណ៍ព័ត៌មានអន្តរជាតិនឹងចូលខ្លួនមកឆ្លងឆ្លើយជាមួយនឹងខ្ញុំជុំវិញវិបត្តិនយោបាយនៅក្នុងប្រទេសថៃចាលោករ៉ាន់រើយចាពាក់ព័ន្ធទៅនឹងវិបត្តិនយោបាយនៅក្នុងប្រទេសថៃចានឹងបានវិវត្តទៅជាយ៉ាងណាហើយក្រោយពីចានាយករដ្ឋមន្ត្រីថៃបានចេញសុំទោសជាសាធារណៈនេះចាបាទម៉ាឡេជាការពិតនយោបាយថៃនៅតែបន្តរង្គោះរង្គើហើយយើងឃើញថានៅតែមានកម្ដៅខ្លាំងនៅឡើយដែលរហូតមកដល់ពេលនេះគឺមានចរន្តលេចឡើងថ្មីនៅការតស៊ូការទាមទារតវ៉ាក៏ដូចជាគណៈបកនយោបាយផ្សេងនៅក្នុងសម្ព័ន្ធគណៈបកឬក៏ថារដ្ឋាភិបាលចម្រុះដែលដឹកនាំដោយគណៈបកភឿថៃរបស់លោកស្រីផែថងថានហ្នឹងគឺថាចេញមកបន្ទាប់ចេញសេចក្តីថ្លែងការណ៍ក៏ដូចជាការប្រជុំបន្ទាប់ក្រោយពីការបែកធ្លាយសារសម្លេងដោយដែលបងស្រីបានលើកឡើងនៅមុននេះចឹងបាទយើងឃើញថានៅក្នុងការវិវត្តចុងក្រោយនេះឃើញថាគណៈបកផ្សេងនៅក្នុងសម្ព័ន្ធភាពរបស់រដ្ឋាភិបាលចម្រុះនឹងឃើញចេញសេចក្តីថ្លែងការណ៍ដូចជាគណៈបកដ៏ធំមួយគឺគណៈបករូបរួមថៃហ្នឹងគឺគណៈបក United Thai Nation ហ្នឹងគឺដែលគណៈបកហ្នឹងគឺជាគណៈបកដ៏ធំមួយដែលបច្ចុប្បន្នហ្នឹងគឺថាបន្ទាប់ពីគណៈបកភឿថៃហ្នឹងហើយក្រោយពីគណៈបកភូមិใจថៃដែលជាគណៈបកធំទី2ហ្នឹងបានដកខ្លួនចេញទៅគឺថាគណៈបកថៃរូបរួមគឺដែលបង្កើតឡើងដោយអតីតនាយករដ្ឋមន្ត្រីប្រយុទ្ធច័ន្ទអូចាគេដឹងហើយថាគណៈបកហ្នឹងគឺមាននិន្នាការគ្រប់គ្រងទៅខាងយោធាហើយគណៈបកហ្នឹងគឺមាន36អាសនៈហើយកាលពីរាត្រីថ្ងៃពហុហ្នឹងគឺបានជួបប្រជុំហើយបានចេញនៅសេចក្តីអំពាវនាវមួយឲ្យមានការរកបេក្ខភាពនាយករដ្ឋមន្ត្រីថ្មីពីខាងគណៈបកភឿថៃដែលដឹកនាំដោយលោកស្រីផែថងថាហ្នឹងសម្រាប់បេក្ខជនសម្រាប់ការបោះឆ្នោតនៅពេលខាងមុខបាទនៅពេលណាមួយយើងអត់ដែលរហូតមកដល់ពេលនេះគឺថាសភាថៃមិនទាន់បានប្រកាសនៅឡើយទេថាតើនឹងត្រូវរៀបចំបោះឆ្នោតនៅពេលណាហើយយើងឃើញថាស្ថានភាពទូទៅឡើងកម្ដៅផ្សេងទៀតគឺថាខាងសកម្មជនខាងអ្នកប្រឆាំងនោះគឺថាបានប្រកាសដាក់កាលកំណត់សម្រាប់ការតវ៉ានៅថ្ងៃ28ខាងមុខដែលដឹកនាំដោយចតុភ័ណ្ឌព្រំផានដែលជាអតីតអ្នកគ្រប់គ្រងលោកថាក់ស៊ីនកាលពីចំនួន2ទសវត្សរ៍មុននោះហើយឥឡូវនេះគឺថាចេញមកប្រឆាំងជាមួយនឹងកូនស្រីវិញម្ដងបាទកូនស្រីគឺអ្នកនាងគឺលោកស្រីផែថងថានស៊ីនវ៉ាត់ដែលកំពុងតែដឹកនាំរដ្ឋាភិបាលថៃបច្ចុប្បន្នយើងនិយាយទៅថាបុគ្គលតែមួយគឺលោកចតុភ័ណ្ឌព្រំផានហ្នឹងគឺកាលពីចំនួនឪគ្រប់គ្រងឪធ្វើសកម្មភាពនយោបាយគ្រប់គ្រងឪហើយដល់ឥឡូវនេះកូនគឺគាត់បានបង្វែរនិន្នាការនយោបាយគឺប្រឆាំងទៅនឹងការដឹកនាំរបស់កូនស្រីក្រោយពីឃើញមានព្រឹត្តិការណ៍ផ្សេងនេះបាទចាតាមការលើកឡើងរបស់លោកចនយោបាយនៅក្នុងប្រទេសថៃគឺនៅតែបន្តឡើងកម្ដៅនៅមិនទាន់មានដំណោះស្រាយនៅឡើយទេចាហើយបើគិតមកដល់ពេលនេះតើអ្វីទៅជាជំហររបស់ចាគណៈបករដ្ឋាភិបាលចម្រុះដែរចាបាទគណៈបកក្នុងរដ្ឋាភិបាលចម្រុះហ្នឹងរហូតដល់ពេលនេះគឺថានៅតែបន្តទាមទារក៏ដូចជាបង្ហាញនៅការសាមគ្គីមួយគឺថាចង់បន្តរស់នៅរួមអាជីពជារដ្ឋាភិបាលចម្រុះនៅក្នុងរដ្ឋាភិបាលថ្មីណាមួយដែលអាចកើតឡើងមាននាយករដ្ឋមន្ត្រីថ្មីឬក៏នាយករដ្ឋមន្ត្រីដដែលប៉ុន្តែក្រោយតែមានការបោះឆ្នោតឬក៏តែមានការរុះរើគណៈរដ្ឋមន្ត្រីថ្មីប៉ុន្តែយ៉ាងណាក៏ដោយយើងឃើញមានការជួបប្រជុំក៏ដូចជាចេញថ្លែងការណ៍ជាបន្តគឺមានគណៈបករូបរួមថៃរបស់លោកអតីតនាយករដ្ឋមន្ត្រីប្រចាំច័ន្ទអូចាប៉ុន្តែរហូតដល់ពេលនេះគឺថាលោកប្រយុទ្ធច័ន្ទអូចាហ្នឹងគឺបានដកខ្លួនចេញពីនយោបាយរួចស្រេចទៅហើយកាលពីខែមិថុនាឆ្នាំ2023ក្រោយពីខ្លួនដឹងថាចាញ់ឆ្នោតមិនអាចបន្តគ្រប់គ្រងរដ្ឋាភិបាលបានគឺលោកបានប្រកាសលាលែងឬក៏ថាប្រកាសចូលនិវត្តន៍ពីឆាកនយោបាយកាលពីខែមិថុនាឆ្នាំ2023នោះម្លេះ
ប៉ុន្តែយ៉ាងណាក៏ដោយយើងមិនដឹងថាតើគណៈបករូបរួមថៃហ្នឹងអាចនឹងអញ្ជើញគាត់ឲ្យមកកាន់គណៈបកដឹកនាំគណៈបកវិញឬក៏យ៉ាងណានោះទេព្រោះថាគណៈលោកក៏ជាអ្នកមានសិទ្ធិម្នាក់នៅក្នុងការដឹកនាំរដ្ឋាភិបាលបន្ទាប់ដែរបើសិនជាគណៈបកភឿថៃបរាជ័យនៅក្នុងការរៀបចំបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ការដឹកនាំបន្ទាប់ឬក៏ថាមានការដោះដូរទាមទារពីខាងរដ្ឋសភាឲ្យមានការដោះដូរបេក្ខភាពនាយករដ្ឋមន្ត្រីជាដើមដូច្នេះហើយនេះគឺជាជំហររបស់គណៈបកដែលស្ថិតនៅក្នុងគណៈបកចម្រុះហើយគណៈបកមួយទៀតគឺគណៈបកប្រជាធិបតេយ្យដែលមានកៅអីឬអាសនៈរដ្ឋសភា25ហ្នឹងបង្ហាញពីការនៅបន្តរួមរស់ជាមួយនឹងគណៈបកភឿថៃឬក៏ថារដ្ឋាភិបាលចម្រុះដដែលប៉ុន្តែទាមទារឲ្យមានការកែតម្រង់រដ្ឋាភិបាលចម្រុះរបស់ខ្លួននោះទៅខាងមុខបាទហើយអ្វីដែលយើងឃើញក្រៅពីនោះគឺថាគណៈបកក្រៅពីនោះមានតូចប៉ុន្តែមានជំហរដែលស្ថិតនៅក្នុងរដ្ឋាភិបាលចម្រុះដដែលប៉ុន្តែអ្វីជាការកត់សម្គាល់គឺថាក្រោយពីគណៈបកភូមិចៃថៃដែលមានអាសនៈរហូតដល់69នៅក្នុងរដ្ឋសភាហ្នឹងគឺថាបានដកខ្លួនចេញទៅគឺថារដ្ឋាភិបាលចម្រុះដែលដឹកនាំដោយគណៈបកភឿថៃហ្នឹងគឺធ្លាក់សម្លេងឬក៏ថាធ្លាក់ចំនួនកៅអីដែលគ្រប់សម្រាប់ការបង្កើតរដ្ឋាភិបាលហ្នឹងគឺរហូតដល់នៅសល់តែ255ប៉ុណ្ណោះហើយការដឹកនាំរដ្ឋាភិបាលនេះគឺថាសម្លេងគ្រប់គ្រងនៅក្នុងការគ្រប់គ្រងបេក្ខភាពនាយករដ្ឋមន្ត្រីគឺថាមានប្រមាណជា248ដូច្នេះហើយនៅសល់តែចំនួនតិចតួចប៉ុណ្ណោះដែលលើប្រៀបធៀបទៅនឹងចំនួនមធ្យមភាគដែលអាចគ្រប់ចំនួនសម្រាប់គ្រប់គ្រងការបោះឆ្នោតបេក្ខភាពនាយករដ្ឋមន្ត្រីបន្ទាប់ដូច្នេះហើយគណៈបកភឿថៃគឺជាគណៈបកដែលកំពុងតែប្រឈមយ៉ាងខ្លាំងថានឹងមិនអាចបន្តដឹកនាំរដ្ឋាភិបាលចម្រុះតទៅទៀតនោះទេបាទចាហើយយើងដឹងហើយថាចាក្រោយពីមានការបែកធ្លាយនៅសារសម្លេងចាជាមួយសម្ដេចតេជោហ៊ុនសែននោះចាគឺមានការទាមទារឲ្យលោកស្រីផែនថងឋានចុះចេញពីអំណាចចាតាមរយៈការតាមដានរបស់លោកតើលោកស្រីផែនថងឋានអាចរក្សាចាកៅអីរបស់ខ្លួនឯងបានដែរឬទេចាបាទរហូតដល់ពេលនេះយើងឃើញថាលោកស្រីផែនថងឋាននៅតែមានជំហរតតាំងរឿងអ្វីដែលបានកើតឡើងដោយតាមរយៈការយកចិត្តយកថ្លើមពីសំណាក់ប្រជាជនដូចជាការចេញសុំទោសអីជាដើមក៏ប៉ុន្តែរដ្ឋាភិបាលរបស់លោកស្រីផែនថងឋានប្រឈមមុខទៅនឹងការបាត់បង់ប្រជាប្រិយភាពយ៉ាងខ្លាំងហើយក៏ប្រឈមមុខទៅនឹងការមានហេតុភេទអីផ្សេងដូចជារដ្ឋប្រហារអីជាដើមហើយម្យ៉ាងវិញទៀតនោះគឺថាហេតុភេទដែលអាចថាប្រឈមមុខនឹងការបាត់បង់ដួលរលំរដ្ឋាភិបាលគឺថាបើសិនជាគណៈបកណាមួយនៅក្នុងរដ្ឋាភិបាលចម្រុះឧទាហរណ៍ថាមានគណៈបកខ្មែរគណៈបករូបរួមថៃរបស់លោកប្រយុទ្ធច័ន្ទអច្ចាដែលគាត់ដឹកនាំមុនការបោះឆ្នោតនោះគឺថាបើសិនជាដកខ្លួនប្រកាសដកខ្លួនដូចជាគណៈបកភូមិចៃថៃដែរគឺថារដ្ឋាភិបាលគឺអសមត្ថភាពឬក៏ថាអត់មានប្រសិទ្ធភាពផ្លូវច្បាប់ទៀតទេដូច្នេះហើយដោយសារតែសម្លេងដែលគ្រប់គ្រងនោះគឺថាបានធ្លាក់ចុះនៅក្រោម248ហើយបើសិនជាគណៈបកហ្នឹងមិនដកខ្លួនគណៈបកផ្សេងមួយទៀតឧទាហរណ៍ថាគណៈបកប្រជាធិបតេយ្យចុះដែលដកខ្លួនដែលមាន25អាសនៈនោះគឺថាក៏រដ្ឋាភិបាលហ្នឹងគឺជារដ្ឋាភិបាលមិនស្របច្បាប់ដោយសារតែមានសម្លេងរដ្ឋសភាសមាជិកសភានឹងដែលគ្រប់គ្រងរដ្ឋាភិបាលចម្រុះនឹងគឺថាបានធ្លាក់ចុះក្រោមមធ្យមភាគឬក៏ថាក្រោម50+1ដូច្នេះហើយនេះគឺជាការប្រឈមមួយដ៏ខ្លាំងរបស់លោកស្រីផែនថងឋានហើយអ្វីដែលជាការកត់សម្គាល់ផ្សេងទៀតនោះគឺថាមានពាក្យបណ្ដឹងជាច្រើនដែលកំពុងតែធ្វើឡើងជាបន្តបន្ទាប់ប្តឹងលោកស្រីអំពីក្រមសីលធម៌អំពីអីផ្សេងដែលគណៈដែលដូចជាព្រឹទ្ធសភាគណៈកម្មការព្រឹទ្ធសភាជាដើមដែលគណៈកម្មការព្រឹទ្ធសភាឬក៏ថាព្រឹទ្ធសភាហ្នឹងគឺសុទ្ធតែជាអ្នកអតីតយោធានិយមហើយក៏ជាអ្នកដែលមាននិន្នាការមិនពេញចិត្តជាមួយនឹងក្រុមគ្រួសារការដឹកនាំរបស់លោកថាក់ស៊ីនឬក៏ថាក្រុមគ្រួសារលោកថាក់ស៊ីនក៏ដូចជាគណៈបកដែលបង្កើតឡើងដោយក្រុមគ្រួសារថាក់ស៊ីនដូច្នេះហើយនិយាយមករួមមកវិញថាការភាពប្រឈមរបស់លោកស្រីផែនថងឋានគឺនៅមានកម្រិតខ្ពស់មែនទែននៅក្នុងពេលបច្ចុប្បន្ននេះបាទ
ចាលោករ៉ាន់រ៉ៃនៅក្នុងចំណោមគណៈបកនយោបាយក្នុងរដ្ឋាភិបាលចម្រុះតើមានតែគណៈបកភឿថៃដែលមានសិទ្ធិឈរឈ្មោះនៅក្នុងជានាយករដ្ឋមន្ត្រីឬយ៉ាងម៉េចដែរចាបាទជាការពិតដោយសារតែគណៈបកភឿថៃជាគណៈបកដែលមានសម្លេងអាសនៈច្រើនជាងគេនៅក្នុងរដ្ឋាភិបាលចម្រុះដូច្នេះហើយគណៈបកភឿថៃគឺជាអ្នកដែលមានសិទ្ធិធំជាងគេនៅក្នុងការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ការបោះឆ្នោតក្នុងការជ្រើសរើសជានាយករដ្ឋមន្ត្រីដឹកនាំរដ្ឋាភិបាលហើយអ្វីដែលយើងឃើញថាគណៈបកភឿថៃហាក់ដូចជាសំណាងមួយគឺថានៅពេលដែលការបោះឆ្នោតកាលពីឆ្នាំ2023គឺនៅក្នុងខែមិថុនាកាលឆ្នាំខែឧសភាឆ្នាំ2023ហ្នឹងគឺថាដាក់បេក្ខភាពនាយករដ្ឋមន្ត្រីរហូតដល់3គឺថាទី1គឺមានលោកសេដ្ឋាថាវិសិនដែលយើងទាំងអស់គ្នាបានដឹងហើយគាត់កាន់ជិត1ឆ្នាំឬថា1ឆ្នាំចុះដែលនៅក្នុងនោះគឺថាបានដោះដូរចេញវិញដោយសារតែមានការតែងតាំងមន្ត្រីរបស់ខុទ្ទកាល័យរបស់លោកនឹងដែលធ្លាប់ជួបពន្ធនាគារអីដែលធ្វើឲ្យមានវិសមត្ថភាពនៅក្នុងរដ្ឋាភិបាលដែលគណៈបកប្រឆាំងទាមទារឲ្យមានការបោះឆ្នោតដកសេចក្តីទុកចិត្តពីលោកសេដ្ឋាថាវិសិនហើយក្រោយមកគឺមានការតែងតាំងលោកស្រីផែថងថានឹងឲ្យជានាយករដ្ឋមន្ត្រីហើយក៏ទទួលបានជោគជ័យនៅក្នុងការបោះឆ្នោតសភាកាលពីខែសីហាឆ្នាំ2024ហើយលោកស្រីក៏បានដឹកនាំរដ្ឋាភិបាលនឹងរហូតមកដល់បច្ចុប្បន្នហើយយ៉ាងណាក៏ដោយគឺថាលោកស្រីផែថងថានក្រោយពីបានដឹកនាំរដ្ឋាភិបាលនឹងគឺថាបានប្រឈមទៅនឹងការបោះឆ្នោតដកសេចក្តីទុកចិត្តម្ដងកាលពីខែមីនាឆ្នាំ2025យើងហ្នឹងថ្មីហ្នឹងដូច្នេះហើយលោកស្រីផែថងថានបានដើរនៅលើផ្លូវដ៏រដាក់រដប់មួយនៅក្នុងរដ្ឋាភិបាលរបស់លោកស្រីហើយប៉ុន្តែយើងនៅមានគណៈបកភឿថៃនឹងនៅមានបេក្ខភាពនាយករដ្ឋមន្ត្រីមួយទៀតគឺលោកឆៃកាសែមនីតិសេរីដែលលោកកាន់តួនាទីជាប្រធានផ្នែកយុទ្ធសាស្ត្រហើយនិងនយោបាយរបស់គណៈបកហ្នឹងក៏ជាបេក្ខភាពនាយករដ្ឋមន្ត្រីដែលលោកអាចនឹងបន្តឡើងកាន់តំណែងជំនួសលោកស្រីផែថងថាននៅពេលដែលស្នើសម្រាប់ការបោះឆ្នោតខាងមុខហើយអ្វីដែលជាការទាមទារនោះគឺថាយើងឃើញគណៈបករួបរวมថៃហ្នឹងដែលបង្កើតឡើងដោយលោកប្រយុទ្ធច័ន្ទអូចាហ្នឹងក៏បានទាមទារឲ្យមានបេក្ខភាពថ្មីពីគណៈបកផ្សេងសម្រាប់ការតែងតាំងជានាយករដ្ឋមន្ត្រីប៉ុន្តែយើងឃើញថ្ងៃនេះមានអគ្គលេខាធិការរបស់រដ្ឋសភាហ្នឹងគឺបានឲ្យគណៈបកផ្សេងដែលមានសមាជិកសភាលើសពី25នាក់ឬក៏ថា5% នៃសមាជិកសភារបស់ថៃ500នាក់ហ្នឹងគឺថាមាន25នាក់ដែលគណៈបកមួយដែលអាចជួបឆ្នោត25នាក់ស្នើបេក្ខភាពនាយករដ្ឋមន្ត្រីទៅកាន់គណៈកម្មការទៅកាន់រដ្ឋសភាហើយនាយករដ្ឋមន្ត្រីបេក្ខភាពនាយករដ្ឋមន្ត្រីគឺជាបេក្ខភាពដែលបានស្នើឡើងសម្រាប់ការបោះឆ្នោតកាលពីខែឧសភាឆ្នាំ2023ដូច្នេះហើយអញ្ចឹងគណៈបកផ្សេងដែលនៅក្រៅរដ្ឋាភិបាលក៏អាចនឹងមានសិទ្ធិស្នើសម្រាប់បេក្ខភាពនាយករដ្ឋមន្ត្រីដែរដូច្នេះហើយយើងត្រឡប់ទៅវិញថាតើលោកប្រយុទ្ធច័ន្ទអូចានឹងអាចនឹងត្រឡប់មកកាន់កៅអីនាយករដ្ឋមន្ត្រីវិញដែរឬទេគឺអាចដោយសារតែមានមូលហេតុថាបើសិនជាគណៈបករួបរวมថៃនឹងបានស្នើឲ្យលោកមកកាន់ប្រធានគណៈបកវិញគឺលោកអាចនឹងមានឱកាសជួបជានាយករដ្ឋមន្ត្រីបើសិនជាគណៈបកភឿថៃបានបរាជ័យនៅក្នុងការស្នើបេក្ខភាពបន្ទាប់នៅក្នុងតំណែងនាយករដ្ឋមន្ត្រីដឹកនាំរដ្ឋាភិបាលនោះដូច្នេះហើយយើងឃើញថាបើសិនជាបច្ចុប្បន្ននេះគឺថាលោកប្រយុទ្ធច័ន្ទអូចាអតីតនាយករដ្ឋមន្ត្រីបានលាលែងពីនយោបាយអស់ហើយប៉ុន្តែក្នុងករណីដែលមានការស្នើសុំពីសមាជិកបកឲ្យគាត់មកដឹកនាំវិញគឺថាលោកមានសិទ្ធិសម្រាប់ការបន្តខ្លាយជានាយករដ្ឋមន្ត្រីរបស់ថៃដែលនៅសេសសល់ប្រមាណជាង2ឆ្នាំនោះបាទចាមែនទេទៅតើស្ថានភាពនៅក្នុងពេលបច្ចុប្បន្ននេះប្រទេសថៃអាចងាយនឹងប្រឈមទៅនឹងការធ្វើរដ្ឋប្រហារពីយោធាសារជាថ្មីម្ដងទៀតដែរឬទេចាបាទបើតាមអ្វីដែលយើងបានឃើញហ្នឹងគឺថាងាយមែនទែនដោយសារតែភាពស្មុគស្មាញនៃប្រព័ន្ធនយោបាយបច្ចុប្បន្នដែលមានគណៈបកច្រើនហើយគណៈបកជាច្រើនទៀតក៏នៅក្រៅរដ្ឋាភិបាលហើយបើសិនជាដូចខ្ញុំបាននិយាយមុននឹងអញ្ចឹងថាបើសិនជាគណៈបកណាមួយនៅក្នុងរដ្ឋាភិបាលចម្រុះធំហ្នឹងគឺមានគណៈបករួបរวมជាតិថៃ
នឹងដែលមានអាសនៈ36ឬក៏គណៈបកប្រជាធិបតេយ្យដែលមានអាសនៈ25ហ្នឹងប្រកាសដកខ្លួនចេញដោយដែលគណៈបកភូមិចៃថៃដែលមានអាសនៈ69ដែលបានដកចេញហើយដកខ្លួនចេញមុនហ្នឹងគឺថារដ្ឋាភិបាលហ្នឹងទៅជាអសមត្ថភាពឬក៏ថាដួលរលំតែម្ដងបាទដូច្នេះហើយពេលនោះគឺថាការរនាយករដ្ឋមន្ត្រីមកជំនួសដែលមានភាពប្រទាំងប្រទើគ្នាខ្លាំងហ្នឹងគឺថាមធ្យោបាយដែលល្អគឺមានតែរដ្ឋប្រហារដែលប្រទេសថៃធ្លាប់តែជួបប្រទេសនោះឯងហើយបាទងាកទៅកាន់សេដ្ឋកិច្ចនៅក្នុងប្រទេសថៃវិញចាដោយសារតែចាមានភាពវឹកវរនៅក្នុងប្រទេសហើយកាលពីម្សិលមិញចាយើងក៏បាននិយាយដែរចាគឺសេដ្ឋកិច្ចនៅក្នុងប្រទេសថៃគឺមានការដាំក្បាលចុះដោយឡែកសម្រាប់ថ្ងៃនេះវិញតើសេដ្ឋកិច្ចនៅក្នុងប្រទេសថៃមានការវិវត្តយ៉ាងណាដែរចាជាការពិតស្ថានភាពប្រទេសថៃសេដ្ឋកិច្ចហ្នឹងក៏មិនស្រួលដែរបាទដោយសារតែមានភាពរំជើបរំជួលផ្នែកនយោបាយកាន់តែខ្លាំងទៅយើងឃើញថានៅក្នុងនោះគឺថាផ្នែកម៉ាក្រូផ្នែកទីផ្សារហ៊ុនគឺថាយើងឃើញមានការធ្លាក់ចុះយ៉ាងគំហុកហើយធ្លាក់ចុះខ្លាំងបើយើងនិយាយទៅប្រៀបធៀបទៅថាក្នុងរយៈពេល2ទសវត្សរ៍ចុងក្រោយហ្នឹងគឺថាស្ថានភាពផ្សារហ៊ុនថៃហ្នឹងមិនដែលធ្លាក់ដល់កម្រិតបច្ចុប្បន្ននេះទេបាទហ្នឹងគឺជាអ្វីដែលយើងឃើញមួយទៀតទៅយើងឃើញសមាគមទេសចរថៃសមាគមប្រតិបត្តិការទេសចរថៃហ្នឹងគឺបានអំពាវនាវកុំឲ្យមានរដ្ឋប្រហារជាថ្មីដែលនឹងប៉ះពាល់ទៅដល់វិស័យទេសចរជាខ្លាំងហើយចំណែកឯវិស័យលក់រាយតូចវិញយើងឃើញថាផ្លែឈើរបស់ថៃក្រោយពីកម្ពុជាផ្អាកឲ្យនាំចូលក៏ដូចជាផ្អាកឲ្យឆ្លងកាត់ប្រទេសកម្ពុជាទៅកាន់វៀតណាមអីជាដើមហ្នឹងគឺថាផ្លែឈើផលិតផលផ្លែឈើរបស់ប្រទេសថៃក៏មានការធ្លាក់ចុះផងដែរបាទប្រមាណជាក្រោម 1000 រៀលនៅក្នុង1គីឡូក្រាមដែលជាតម្លៃលក់រាយដែលយើងឃើញនាពេលបច្ចុប្បន្ននេះដូច្នេះហើយនិយាយជារួមទៅគឺថាប្រទេសថៃគឺកំពុងតែប្រឈមទាំងនយោបាយហើយនិងសេដ្ឋកិច្ចខ្លាំងក្លាមែនទែនហើយដំណោះស្រាយនេះអាចនឹងប្រើពេលយូរហើយមួយទៀតគឺថាបើសិនជារដ្ឋាភិបាលរបស់លោកស្រីផែនថងឋានឬក៏ថារដ្ឋាភិបាលថៃទាំងមូលមិនអាចដោះស្រាយក្នុងរយៈពេលដ៏ខ្លីសម្រាប់ឲ្យមានស្ថិរភាពនយោបាយវិញទេគឺថាការចរចាពន្ធជាមួយនឹងសហរដ្ឋអាមេរិកក៏ប្រឈមបញ្ហាធ្ងន់ដែរដែលអាមេរិកទុកពេលឲ្យប្រមាណជា2ខែសម្រាប់ការចរចានោះបាទចាសូមអរគុណលោករ៉ាន់រ៉ឺយដែលបានចលំអិតជុំវិញវិបត្តិនយោបាយនៅក្នុងប្រទេសថៃនាថ្ងៃនេះចា